បាទសូមឲ្យខ្ញុំបាទសង្ខេបនៅការអធិប្បាយនៅថ្ងៃទី15ខែកុម្ភៈ2016អធិប្បាយដោយលោកគ្រូវិលព្រឹកនេះយើងកំពុងមើលអត្ថបទគម្ពីរគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងព្រះគម្ពីរម៉ាថាយដែលយើងហៅថាការប្រែរូបវាជាពេលវេលាដែលព្រះយេស៊ូវត្រូវបានបង្ហាញនៅក្នុងសេរីល្អពេញលេញរបស់ទ្រង់នាំសិស្ស3នាក់ឡើងទៅលើភ្នំមួយជាកន្លែងដែលព្រះភ័ក្ត្រនិងព្រះពស្ត្ររបស់ទ្រង់ភ្លឺចាំងចែងហើយពួកគេបានឮសំឡេងពីស្ថានសួគ៌ថានេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើងគប្បីហាអតីនិងព្រះអង្គណាស់ចូលស្ដាប់ព្រះអង្គចុះគួរឲ្យចាប់អារម្មណ៍ណាស់គ្រានៃសេរីល្អពេញលេញរបស់ទ្រង់នេះកើតឡើងភ្លាមបន្ទាប់ពីទ្រង់មានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ថាបើអ្នកណាចង់មកតាមក្រោយខ្ញុំត្រូវលះបង់ខ្លួនឯងចោលត្រូវលីឈើឆ្កាងរបស់ខ្លួនហើយមកតាមខ្ញុំចុះម៉ាថាយជំពូក16ខ24ហើយបន្ទាប់ពីការប្រែរូបនៅពេលដែលសេរីល្អរបស់ទ្រង់ត្រូវបានបង្ហាញព្រះយេស៊ូវជ្រើសរើសដើរតាមផ្លូវទៅកាន់ឈើឆ្កាងនៅពេលដែលព្រះយេស៊ូវត្រូវបានលើកដំកើងជាបណ្ដោះអាសន្ននៅលើភ្នំវាបង្ហាញពីអត្តសញ្ញាណរបស់ទ្រង់ហើយសេរីល្អរបស់ទ្រង់មិនបានងាកចេញពីការឈឺចាប់នៅលើឈើឆ្កាងនោះទេប៉ុន្តែផ្ទុយទៅវិញពង្រឹងទ្រង់ឲ្យដើរទៅរកឈើឆ្កាងវិញវាដូចជាអ្នកមុជទឹកម្នាក់ដែលទៅជួយសង្គ្រោះកំណប់ទ្រព្យដែលបាត់បង់នៅបាត់បឹងអ្នកមុជទឹកឈរនៅលើទូកហើយភ្លាមនោះក៏មុជទឹកចូលយ៉ាងជ្រៅទៅក្នុងទឹកដ៏ខ្មៅងងឹតដើម្បីជួយសង្គ្រោះកំណប់ទ្រព្យរបស់ខ្លួននៅក្នុងរឿងរបស់យើងព្រះយេស៊ូវកំពុងបង្ហាញយើងថាទ្រង់ជាព្រះអង្គសង្គ្រោះដែលត្រៀមខ្លួនរួចជាស្រេចដើម្បីមុជចូលទៅក្នុងទឹកដ៏ខ្មៅងងឹតដើម្បីសង្គ្រោះយើងដែលជាកំណប់ទ្រព្យរបស់ព្រះអង្គហើយនៅពេលដែលព្រះយេស៊ូវដើរទៅកាន់ឈើឆ្កាងទ្រង់ហៅយើងឲ្យមកតាមទ្រង់យើងក៏ត្រូវតែដើរទៅកាន់ឈើឆ្កាងផងដែរយើងត្រូវលះបង់ជីវិតរបស់យើងដើម្បីឲ្យយើងអាចបម្រើព្រះនិងអ្នកដទៃវាពិតជាការលះបង់មួយប៉ុន្តែយើងនឹងទទួលបានមកវិញច្រើនជាងអ្វីដែលយើងបានបាត់បង់យើងលះបង់ទម្លាប់បាបរបស់យើងហើយទទួលបានជីវិតថ្មីរបស់ព្រះដែលប្រសើរជាងនៅក្នុងគម្ពីររ៉ូមជំពូកទី8លោកប៉ុលនិយាយថាយើងចូលរួមក្នុងទុក្ខលំបាករបស់ព្រះគ្រីស្ទដែលយើងក៏អាចចូលរួមក្នុងសេរីល្អរបស់ទ្រង់ផងដែរដូច្នេះតាមរបៀបនៃការប្រែរូបវាជារសជាតិនៃសេរីល្អរបស់យើងផងដែរប៉ុន្តែតើរឿងនេះអាចកើតឡើងដោយរបៀបណាវាស្ដាប់ទៅដូចជាមិនអាចទៅរួចហើយយើងមានសេរីល្អដោយព្រះយេស៊ូវដោយរបៀបណាប៉ុន្តែនេះគឺជាការសន្យានៃព្រះគម្ពីរតាមរយៈកិច្ចការរបស់ព្រះយេស៊ូវព្រះវិញ្ញាណបរិសុទ្ធបានប្រទានមកយើងដែលផ្លាស់ប្ដូរជីវិតរបស់យើងដើម្បីគោរពប្រតិបត្តិនិងផ្គាប់បេហាអតីព្រះជាម្ចាស់នៅពេលដែលយើងដើរតាមព្រះគ្រីស្ទយើងក៏អាចឮពាក្យទាំងនេះដែលព្រះយេស៊ូវបានឮនៅលើភ្នំថានេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើងគប្បីហាអតីនឹងព្រះអង្គណាស់សូមសម័យមើលរឿងនេះដោយប្រុងប្រយ័ត្នដោយសារតែអំណោយរបស់ព្រះគ្រីស្ទនៅពេលដែលយើងដើរតាមព្រះយេស៊ូវព្រះជាម្ចាស់ទតមើលយើងដោយអំណរការនេះចាប់ផ្ដើមឥឡូវនេះប៉ុន្តែថ្ងៃណាមួយនឹងត្រូវបានបញ្ចប់នៅពេលដែលយើងរស់ឡើងវិញទៅនៅជាមួយទ្រង់និងពិសោធន៍អំណររបស់ទ្រង់អស់កលជានិច្ចដើម្បីទទួលបានសេរីល្អនេះពីព្រះជាម្ចាស់យើងត្រូវលះបង់សេរីល្អផ្ទាល់ខ្លួនរបស់យើងត្រូវតែត្រៀមខ្លួនសម្រាប់ភាពអាម៉ាស់ភាពទន់ខ្សោយនិងភាពតូចទាបយើងត្រូវតែដាក់តម្រូវការរបស់អ្នកដទៃមុនតម្រូវការផ្ទាល់ខ្លួនរបស់យើងលះបង់ការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីឲ្យយើងអាចបម្រើអ្នកដទៃយើងបដិសេធទូនាទីដែលផ្ដល់ឲ្យយើងនៅកិត្តិនាមហើយជំនួសមកវិញយើងបែរមកប្រើវិធីបម្រើអ្នកដទៃដោយរៀបទៀបវិញ
នេះជាមេគារបស់ព្រះយេស៊ូវជាអ្វីដែលទ្រង់បានធ្វើសម្រាប់យើងមុនពេលដែលយើងអាចធ្វើអ្វីមួយសម្រាប់ទ្រង់បង្ហាញយើងពីមេគាជីវិតនៅពេលដែលយើងលះបង់និស្ស័យចាស់របស់យើងចោលហើយជំនួសដោយយកជីវិតដ៏រាបទាបរបស់ទ្រង់វិញតាមរយៈកិច្ចការរបស់ព្រះយេស៊ូវព្រះជាម្ចាស់អាចទតមើលយើងហើយហៅយើងថានេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង